Tiến vị thi trong ca chưa đó trong bạn trăm tới thì từ mưa và mùi phi 6P yeah បាទ 6 phi 6 phi នោះ P ទី1គឺគេនិយាយអំពី profile profile បាទ មើលអំពីប្រវត្តិក្រុម ប្រវត្តិរបស់ក្រុមហ៊ុនហ្នឹង ទី2យើងទៅមើល P ទី2នោះគឺ product product យើងទៅមើលផលិតផលរបស់ក្រុមហ៊ុនហ្នឹង បាទ តន់សម័យអត់មានតម្រូវការអត់ បាទ អាជីវកម្មទីផ្សារពហុកម្រិតបើប្រៀបធៀបជាមួយនឹងដំណាំ បាទ អូខេដែលយើងដាំដើម្បីប្រមូលផល បាទបាទ ក៏វាមិនខុសគ្នាដែរ បាទ ប្រសិនបើយើងដាំដំណាំចង់បានផលអូខេលឿនយើងត្រូវជ្រើសរើសដំណាំអូខេដែលប្រើរយៈពេលខ្លីយើងបានផលលឿន បាទ តែបើសិនយើងចង់ដាំដំណាំផ្លែដែលមានតម្លៃ បាទ អូខេយើងក៏ត្រូវតែជ្រើសរើសដំណាំណាដែលវាប្រើពេលយូរបន្តិចដូចទុរេន បាទបាទ ស្រូវគេដាំ3ទៅ6ខែគេបានច្រូត បាទបាទ តែបើយើងដាំទុរេន បាទ អូខេហើយយើងចង់បានលទ្ធផល5 6ខែដែរវាអត់អាចទៅរួចទេ បាទ តទៅ5ទៅ6ឆ្នាំឯណោះ បាទបាទ We are the champion បាទជំរាបសួរបាទបងថ្ងៃនេះយើងមានកិត្តិយសខ្លាំងមែនទែនបាទដែលបានលោកប្រធានAcademy របស់ក្រុមហ៊ុន M Dynamics Global បានចូលរួមនៅក្នុងការធ្វើបទសម្ភាសន៍ជាវាគ្មិនសម្រាប់នៅក្នុងវេទិកា podcast របស់ក្រុមហ៊ុន M Dynamics Global កម្ពុជាហើយខ្ញុំជឿជាក់ថាថ្ងៃនេះវាជាប្រធានបទដ៏ល្អមែនទែនសម្រាប់សមាជិកជាដៃគូគ្រប់ជាន់ថ្នាក់ទាំងអស់ជាមួយនឹងក្រុមហ៊ុន Dynamics Global ក៏ដូចជាបងប្អូនទាំងអស់គ្នាដែលកំពុងតែចង់ចូលរួមជាមួយនឹងក្រុមហ៊ុន Dynamics Global ខ្ញុំជឿជាក់ថា clip video មួយនេះក៏ដូចជាប្រធានបទថ្ងៃនេះនឹងនាំគុណប្រយោជន៍ឈានទៅដល់ការសម្រេចចិត្តរបស់ពួកគាត់ទាំងអស់គ្នានៅចំណុចមុនពេលដែលយើងនឹងចាប់ដើមនៃបទសម្ភាសន៍បងអាចធ្វើការណែនាំខ្លួនខ្លីៗខ្លះជូនទៅកាន់ប្រិយមិត្តរបស់យើងតិចទៅបងបាទអរគុណទៅដល់លោកប្រធានM Dynamics Global ដូចជាអនុញ្ញាតគ្រប់ជ្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំកិត្តិយសមែនទែនដែលបានចូលមកចែករំលែកនៅការយល់ឃើញរបស់ខ្ញុំមួយចំនួននៅក្នុងកម្មវិធីចែករំលែកបទពិសោធន៍និងចំណេះដឹងនៅថ្ងៃនេះហើយខ្ញុំឈ្មោះឌួងរ៉ែមខ្ញុំអតីតអ្នករស់ស៊ីបើកហាងកាហ្វេភោជនីយដ្ឋានបាទហើយក៏ធ្លាប់ធ្វើជាអ្នកអាជីវកម្មពហុកម្រិតផងដែរកន្លងមកបាទអូខេអរគុណច្រើនមែនតើសម្រាប់បងដែលបានផ្ដល់ជាការណែនាំខ្លួនទៅកាន់ប្រិយមិត្តរបស់យើងហើយខ្ញុំមានជាសំណួរបាទចំនួន3សំខាន់នៅក្នុងថ្ងៃនេះដើម្បីសួរទៅកាន់បងផ្ទាល់តែម្ដងពីព្រោះអីខ្ញុំមើលឃើញថាបងគឺឆ្លងកាត់នៅមុខជំនួញទាំងពីបែប traditional ការរកស៊ីបែបទូទៅក៏ដូចជាអាជីវកម្ម MLM ផងដែរតើបងអាចធ្វើការប្រៀបធៀបបានទេរវាងមុខជំនួញទាំងពីរនេះតើមុខជំនួញមួយណាដែលបងគិតថាងាយស្រួលក្នុងការធ្វើហើយមួយណាពិបាកក្នុងការធ្វើជាងហើយមុខជំនួញនីមួយៗផ្ដល់នូវភាពជួយចិត្តក៏ដូចជាបទពិសោធន៍យ៉ាងម៉េចខ្លះទៅកាន់បងផ្ទាល់តែម្ដងបាទអរគុណមែនតើដែលបានសួរនៅសំណួរដ៏ល្អជាសំណួរត្រូវនឹងអ្វីដែលខ្ញុំចង់ចែករំលែកជូនទៅដល់បងប្អូនរួមអាជីពក៏ដូចជាបងប្អូនដែលមិនទាន់បានសម្រេចចិត្តចូលរួមជាមួយនឹង Dynamics Global ក៏ដូចជាអាជីវកម្មទីផ្សារពហុកម្រិតនេះអូខេសម្រាប់ខ្ញុំផ្ទាល់មុននឹងចូលទៅដល់ការប្រៀបធៀបខ្ញុំសូមអនុញ្ញាតចែករំលែកនៅអ្វីដែលខ្ញុំបានសិក្សាអំពីអាជីវកម្មពហុកម្រិតអូខេជូនទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងសៀវភៅមួយដែលជាសៀវភៅនិពន្ធដោយលោក Robert Kiyosaki និងប្រធានាធិបតីអាមេរិកលោក Donald Trump សៀវភៅដែលមានចំណងជើងថាហេតុអ្វីខ្ញុំណែនាំអ្នកធ្វើអាជីវកម្មពហុកម្រិតបាទនៅក្នុងទំព័រមួយនោះលោកបានសរសេរយ៉ាងច្បាស់ថាប្រសិនបើអ្នកចង់ខ្លាយទៅជាអ្នកមានបាទអ្នកត្រូវរៀនហើយរកស៊ីឬក៏ធ្វើជំនួញបាទនៅក្នុងសៀវភៅនោះក៏ដូចជាទំព័រនោះបានសរសេរអំពីបុគ្គលដែលជោគជ័យបានខ្លាយទៅជាអ្នកមានជាច្រើនរូបតាមរយៈការធ្វើជំនួញនេះបាទក៏ប៉ុន្តែដល់យើងនិយាយអំពីជំនួញអូខេយើងគិតទៅដល់លុយបាទដើម្បីឲ្យជំនួញយើងអាចជោគជ័យទៅបាននេះវាទាមទារឲ្យយើងនេះមានធនធានថវិកាមានធនធានមនុស្សមាននៅប្រព័ន្ធគ្រប់គ្រងអាជីវកម្មឬក៏ជំនួញរបស់យើងនេះអូខេដល់ល្អទើបយើងមានឱកាសសាងភាពជោគជ័យបើមិនដូច្នោះទេអូខេ
vì mình trâm tại thơ dương chụp chơi bàn là tập hợp thông này ca chùm núi nhé vì ai thơ dương khai tại trên nè có đôi xa tại ca thơ chùm núi của miền này បាទបាទ ហើយនេះវាជារឿងពិតខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍កន្លងទៅរស់ស៊ីតាំងពីមានលុយមកអស់លុយហ្នឹងបាទ បាទ អ បាទ ស់លុយតែម្ដង បាទ យ៉ាក៏ប៉ុន្តែនៅក្នុងសភៅនោះក៏មាននៅទំព័រមួយទៀតនោះក៏គាត់បានសរសេរយ៉ាងច្បាស់ផងដែរថាប្រសិនបើអ្នកចង់ខ្លាយទៅជាអ្នកជំនួញតែអ្នកខ្វះនៅធនធានថវិកា បាទ ធនធានមនុស្ស ទន្ទឹម ឬក៏គ្មានប្រព័ន្ធ បាទ គ្រប់គ្រងនៅអាជីវកម្មដើម្បីឈានឲ្យខ្លួនឯងជោគជ័យនៅក្នុងអាជីវកម្មទេនេះ បាទបាទ មានអាជីវកម្មមួយទៀត មានអាជីវកម្មមួយទៀត យ៉ាគឺ MLM MLM តែម្ដង ដែលខ្មែរយើងហៅថា Network Marketing Business បាទ តែនៅក្នុងសៀវភៅនោះគឺគេនិយាយ Multi Level Marketing Business បាទ អាជីវកម្មពហុកម កម្រិតបាទ អាជីវកម្មមួយនេះគឺមិនទាមទារនៅលក្ខខណ្ឌច្រើនទេ បាទ អូខេនេះគឺជាហេតុផលមួយចំនួនដែលធ្វើខ្ញុំសម្រេចចិត្តធ្វើអាជីវកម្ម MLM បាទ វិស័យជាមួយនឹងស្ថានភាពរបស់ខ្ញុំ បាទ មិនមានដើមទុនច្រើន បាទ មិនមាននៅធនធានគេហៅថាមនុស្សខ្ពស់ បាទ ហើយក៏គ្មានប្រព័ន្ធគ្រប់គ្រងអាជីវកម្មដែលល្អដល់ខ្លួនឯង បាទ ខ្ញុំសម្រេចចិត្តចូលអាជីវកម្មនេះ បាទ អាជីវកម្មមួយនេះគឺល្អបំផុតសម្រាប់បងប្អូនណាដែលមានដើមទុនតិចតួចតែចង់ក្លាយទៅជាអ្នកជំនួញ បាទ ក្នុងអាជីវកម្មមួយនេះគេមាននៅគេហៅថាការវិនិយោគឲ្យហើយជាស្រេច បាទ គេមានក្រុមហ៊ុនណាគេមាននៅផលិតផល បាទ ដ៏ល្អហើយគេមាននៅប្រព័ន្ធគ្រប់គ្រងអាជីវកម្មឲ្យយើងហើយជាស្រេច បាទ យើងគ្រាន់តែចូលខ្លួនមកដោយវិនិយោគទុនតិចតួចបំផុតចុះទុនតិចតួចបំផុត បាទ ហើយជ្រើសរើសធនធានមនុស្សល្អល្អចូលក្នុងប្រព័ន្ធនេះ បាទ អូខេពីមួយពេលទៅមួយពេលឬក៏ព្យាយាមធ្វើឲ្យដូចគ្នា បាទ អូខេយើងមានឱកាសសាងលទ្ធផលដ៏ធំនៅក្នុងមុខជំនួយនឹងផងដែរ បាទបាទ ក៏ប៉ុន្តែខ្ញុំចង់ជម្រាបជូនទៅដល់បងប្អូនដែលចង់ធ្វើជាអ្នកជំនួយទីផ្សារពហុកម្រិតនេះថាតែកត្តាដែលធ្វើឲ្យយើងជោគជ័យនៅក្នុងអាជីវកម្មមួយនេះ បាទ ណាវាមិនមែនពឹងផ្អែកទៅលើតែយើងមានឈ្មោះនៅក្នុងប្រព័ន្ធអាជីវកម្មហ្នឹងហើយយើងជោគជ័យនោះទេ បាទ វាមានអង្គប្រកបវាមានកត្តាសំខាន់មួយចំនួនទៀតដែលធ្វើឲ្យយើងអាចសាងភាពជោគជ័យនៅក្នុងអាជីវកម្មនេះបាន បាទបាទអរគុណបងចំពោះចម្លើយយ៉ាងខ្វះខ្វាយប៉ុន្តែខ្ញុំចង់ឆ្លិចបន្តិចទៀតដើម្បីឲ្យកាន់តែច្បាស់សម្រាប់ខ្ញុំក៏ដូចជាប្រិយមិត្តបន្ថែមនេះគ្នាតាក់ទងជាមួយនឹងពីព្រោះបងបានលើកឡើងអំពីការណែនាំពីលោកប្រធានាធិបតីដូណាល់ ជាត្រាមផងពីលោក Robert Kiyosaki ផងក៏ដូចជាអ្នកល្បីៗជាច្រើនទៀតថាប្រសិនបើយើងចង់ធ្វើជំនួញយើងត្រូវតែបើយើងចង់ខ្លាចជាអ្នកមានយើងត្រូវតែជ្រើសរើសការធ្វើជំនួញប៉ុន្តែការធ្វើជំនួញវាទាមទារនៅលក្ខខណ្ឌមួយចំនួនប៉ុន្តែបើយើងមិនមានលក្ខខណ្ឌទាំងអស់នោះទេយើងអាចចាប់ផ្ដើមជំនួញជាមួយនឹងក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនបែបទម្រង់ទីផ្សារបណ្ដាញដែលយើងស្គាល់ថា MLM ហ្នឹងឯង បាទ ក៏ប៉ុន្តែតើយើងអាចដឹងថាក្រុមហ៊ុនមួយណាជាក្រុមហ៊ុនទីផ្សារបណ្ដាញដែលយើងគួរតែជ្រើសរើសឲ្យស័ក្តិសមជាមួយនឹងយើងព្រោះខ្ញុំគិតថាក្រុមហ៊ុនបណ្ដាញវាមានច្រើនទម្រង់និងច្រើនរូបភាពខ្លាំងមែនទែនតែយើងគួរតែឆ្លិចហើយយើងមើលចំណុចណាខ្លះដែលមុនពេលដែលយើងចាប់ដើមជ្រើសរើសក្រុមហ៊ុនមុននឹងកាត់ធ្វើនៅជំនួយ បាទអរគុណសំណួរល្អមែនទែនហើយក៏ជាសំណួរដែលខ្ញុំចង់ចែករំលែកជូនដល់បងប្អូនអរគ្នាផងដែរថាជោគជ័យក្នុងអាជីវកម្មទីផ្សារបណ្ដាញឬក៏ពហុកម្រិតនេះយើងមិនមែនគ្រាន់តែមានឈ្មោះហើយយើងអាចសាងភាពជោគជ័យបានទេ បាទ វាទាមទារឲ្យយើងនឹងមានអង្គប្រកប បាទ សំខាន់មួយចំនួនទៀតទើបយើងអាចសាងភាពជោគជ័យទៅបាន បាទបាទ អង្គប្រកបសំខាន់នោះមាន2សំខាន់ទី1គឺក្រុមហ៊ុនទី2គឺយើង ទី1គឺក្រុមហ៊ុនទី2គឺយើង យ៉ាទី បាទ 1គឺក្រុមហ៊ុនទី2គឺយើង បាទបាទ ណាអញ្ចឹងខ្ញុំសូមនិយាយអំពីក្រុមហ៊ុនតើក្រុមហ៊ុនប្រភេទណាក្រុមហ៊ុនបែបណាដែលយើងគួរតែធ្វើការជ្រើសរើសនិងសហការជាមួយ បាទបាទ អស់លោកស្រីក៏ដូចជាបងប្រធានវិធីក្នុងការជ្រើសរើសក្រុមហ៊ុនឲ្យបានត្រឹមត្រូវគេត្រូវមើល 6P 6P យ៉ា បាទ 6P 6P នោះ P ទី1គឺគេនិយាយអំពី profile profile បាទ មើលអំពីប្រវត្តិក្រុម ប្រវត្តិរបស់ក្រុមហ៊ុនហ្នឹងតើក្រុមហ៊ុនមានប្រវត្តិអក្សរបានបែបម៉េច យ៉ាតើក្រុមហ៊ុននោះមានប្រវត្តិល្អទេ បាទ យ៉ាប្រសិនបើក្រុមហ៊ុននោះមានប្រវត្តិមិនល្អ
បាទ នៅពេលដែលយើងចូលរួមសហការយើងក៏ពិបាកសាងដែរ បាទបាទបាទ បាទ ជាការប៉ັດ បាទអញ្ចឹងយើងត្រូវជ្រើសរើសក្រុមហ៊ុនដែលបានត្រឹមត្រូវ បាទ ក្រុមហ៊ុនខ្ញុំហ៊ាននិយាយថាទោះបីយើងខ្លាំងប៉ុណ្ណាក៏ដោយ បាទ តែប្រសិនបើយើងជ្រើសរើសក្រុមហ៊ុនដែលមានប្រវត្តិមិនល្អ បាទ អូខេក៏យើងពិបាកក្នុងការសាងភាពជោគជ័យនៅក្នុងអាជីវកម្មហ្នឹង ព្រោះអាជីវកម្មនេះទាមទារទំនុកចិត្តជាអត្ថប្រយោជន៍ បាទក្រុមហ៊ុនគឺជាភាគហ៊ុនធំ បាទ យើងគឺជាភាគហ៊ុនតូច បាទ ចុះបើភាគហ៊ុនមិនល្អភាគហ៊ុនធំមិនល្អ បាទបាទទៅ តើយើងអាចសាងភាពជោគជ័យនៅក្នុងអាជីពនឹងមិនបាន បាទ អញ្ចឹងក្រុមហ៊ុនគឺសំខាន់ ក្រុមហ៊ុនគឺសំខាន់ មើលប្រវត្តិឲ្យបានត្រឹមត្រូវ បាទ ទី2យើងទៅមើល P ទី2នោះគឺ product product យើងទៅមើលផលិតផលរបស់ក្រុមហ៊ុនហ្នឹង បាទ តន់សម័យអត់មានតម្រូវការអត់ បាទ ផលិតផលមានច្រើនលើទីផ្សារក៏ប៉ុន្តែផលិតផលបច្ចេកវិទ្យាសម័យថ្មីមានតិចណា បាទ បាទអញ្ចឹងយើងត្រូវមើលផលិតផលតន់សម័យបច្ចេកវិទ្យាថ្មីហើយជាតម្រូវការរបស់មនុស្សយើង បាទ បាទដូចជាផលិតផលកោសិកាដើមអីចឹងដើមបាទ បាទបាទ ផលិតផលថែទាំសុខភាពមានច្រើនក៏ប៉ុន្តែផលិតផលកោសិកាដើមនេះគឺមានតិចណា បាទបាទ វាជាបច្ចេកវិទ្យាថ្មីជារបបកំហើញថ្មីរបស់អ្នកវិទ្យាសាស្ត្រ បាទបាទ អញ្ចឹងបើក្រុមហ៊ុនមានផលិតផលបច្ចេកវិទ្យាថ្មីហើយជាផលិតផលថែទាំសុខភាពនេះខ្ញុំគិតថាល្អ បាទ យើងទៅមើល P ទី3 P ទី3យើងទៅមើល price តម្លៃ តម្លៃផល បាទតម្លៃផលិតផល បាទ ផលិតផលល្អតែបើតម្លៃវាខ្ពស់ហួសពីលទ្ធភាពរបស់ប្រជាជននៅប្រទេសយើងកំពុងតែរស់នៅនេះក៏ពិបាកធ្វើដែរ បាទបាទ ពីព្រោះប្រជាជនយើងមាននៅប្រាក់ចំណូល បាទ កម្រិតមួយអូខេទីបើប្រៀបធៀបជាមួយនឹងប្រទេសជឿនលឿន បាទ អញ្ចឹងយើងត្រូវឆ្លាតក្នុងការជ្រើសរើសក្រុមហ៊ុនណាដែលមានផលិតផលដែលមានតម្លៃល្អស័ក្តិសមនឹងប្រជាជនយើង បាទបាទ កោសិកាដើមលើទីផ្សារមានច្រើនដែរ បាទ ក៏ប៉ុន្តែតាមខ្ញុំបាននឹងតម្លៃខ្ពស់ណាស់ បាទបាទ ផលិតផលខ្លះតម្លៃ$6-700 បាទក្នុងមួយកំប៉ុង ក្នុងមួយកំប៉ុង បាទ ឬក៏កោសិកាដើមខ្លះគ្រាន់តែចាក់ដើម្បីជួសជុលកោសិកាស្បែកមុខអស់$5ទៅ$800ឯណោះ អញ្ចឹងថ្លៃតែប្រសិនបើផលិតផលដែលមានតម្លៃ$40ទៅ$50 បាទ អូខេខ្ញុំគិតថាជាផលិតផលដែលតម្លៃល្អស័ក្តិសមនឹងប្រជាជនខ្មែរយើង បាទ អញ្ចឹងនេះ P ទី ទី3 ទី3 ដែលយើងអាចធ្វើទីផ្សារលក់ដូរបាន យ៉ា បាទ P ទី4គឺយើងទៅមើល plan plan បាទ marketing plan អាផែនការក្នុងការចាយលុយមកដល់យើងជាដៃគូសហការនឹងក្រុមការងាររបស់យើងនេះជាគម្រោងដែលងាយយល់ងាយចូលរួមងាយសាងធីមងាយសាងលទ្ធផលដែរឬក៏អត់ បាទ អាជីវកម្មពហុកម្រិតមានប្រព័ន្ធច្រើនបែបច្រើនយ៉ាង បាទបាទ ប្រព័ន្ធអាជីវកម្មទីផ្សារពហុកម្រិតខ្លះសិក្សា3ទៅ5ខែមិនទាន់យល់ផង 3ទៅ5ខែតន់ បា យ ទ ល់ អត់ទាន់យល់នៅខ្លះធ្វើដល់មួយឆ្នាំហើយមិនទាន់យល់ថាប្រព័ន្ធហ្នឹងវារមិចផងណា វាស្មុគស្មាញវិញ វាស្មុគស្មាញមែនតើតែម្ដងថាចូលមកអាជីពទីផ្សារពហុកម្រិតនេះថាកាត់បន្ថយភាពស្មុគស្មាញបែរជាស្មុគស្មាញលើដើមដោយសារតែប្រព័ន្ធនេះ បាទបាទ ដូច្នេះយើងត្រូវតែជ្រើសរើសក្រុមហ៊ុនណាដែលមានប្រព័ន្ធងាយយល់ហើយងាយចូលរួម ងាយធ្វើងាយសាង យ៉ាកុំចុះទុនធំពេក បាទ ហើយកុំតម្រូវឲ្យទិញរាល់ខែ បាទបាទ លំបាកណាស់ បាទ បាទនឹងចាយផលចំណេញក្នុងកម្រិតមួយដែលយើងរីករាយទទួលយក បាទបាទ មិនតិចពេកមិនច្រើនពេកល្មមដែលយើងអាចទទួលយកបានអញ្ចឹងណាបាទអូខេនេះគឺជា P ទី4 បាទបាទ អូខេហើយយើងចូលទៅ P ទី5 P ទី5នេះក៏សំខាន់ដែរគេហៅថា potential បាទ សក្តានុពលនៃទីផ្សារក្រុមហ៊ុនហ្នឹង បាទបាទមានវិសាលភាពខ្លាំងប៉ុណ្ណា យ៉ាមានវិសាលភាពខ្លាំងប៉ុណ្ណា បាទ គាត់ធ្វើទីផ្សារបានដល់ប្រទេសណាខ្លះហើយ បាទបាទ ប្រសិនបើគាត់ធ្វើ5-6 ឆ្នាំហើយនៅតែ 2-3 ប្រទេស បាទបាទ ហើយក្រុមហ៊ុនមួយទៀតគេធ្វើតែ3ទៅ4ឆ្នាំហើយគេពង្រីកទីផ្សារបាន50-60ប្រទេស បាទ តើមួយណាមានសក្តានុពលជាងមួយណាទី1ឬក៏ទី2តាម ទី2ហើយបាទ ទី2មិនចឹងហ៎ ទី2 អូខេខ្ញុំក៏យល់ឃើញយ៉ាងនេះគឺទី2ធ្វើជាមួយក្រុមហ៊ុនណាដែលមានសក្តានុពល បាទបាទ បាទ
ហើយចុងក្រោយទី5មួយណោះគេនិយាយពី process បាទទី6 process អាដំណើរការទិញផលិតផលការដកផលចំណេញ បាទ វាងាយអត់ បាទ ឬក៏វាមានភាពស្មុគស្មាញ បាទ ណាប្រសិនបើការបំពេញគេហៅថាឈ្មោះចុះក្នុងប្រព័ន្ធងាយ បាទបាទ មិនចាំបាច់ទៅក្រុមហ៊ុនមិនចាំបាច់អូខេទៅណាឆ្ងាយអាចចុះដល់ខ្លួនឯងបាននៅក្នុងទូរស័ព្ទដៃ បាទ អូខេបញ្ជាទិញផលិតផលក្នុងទូរស័ព្ទដៃរបស់យើង បាទ ណាដកប្រាក់តាមរយៈទូរស័ព្ទដៃរបស់យើងនីតិណាក៏បាននេះ process ងាយបែបនេះទើបយើងងាយស្រួលការធ្វើ បាទបាទ អញ្ចឹងនេះគឺទី1គឺក្រុមហ៊ុនគឺសំខាន់មែនតើ បាទបាទ បាទ អូខេ អូខេបន្ថែមបន្ទៀតខ្ញុំសូមទៅនិយាយអំពីចំណុចទីអូខេពីរធំតែម្ដង បាទ យើងជ្រើសរើសក្រុមហ៊ុនបានល្អហើយតែមួយចំណុចទៀតសំខាន់គឺយើងតែម្ដង បាទ អ្នកធ្វើទីផ្សារពហុកម្រិតនេះអូខេក៏មានអ្នកដែលធ្វើឲ្យអត់បានលទ្ធផលដែរ ទោះបីជាគាត់ជឿថាក្រុមហ៊ុនត្រូវហើយក៏ដោយ យ៉ាក៏មានអ្នកដែលមិនទទួលបានលទ្ធផលដូចតែគ្នាណា អូ មានតែឈ្មោះជាអ្នកទីផ្សារពហុកម្រិតតែសាងលទ្ធផលអត់បាន បាទ ធ្វើជាមួយនឹងក្រុមហ៊ុនដ៏ត្រឹមត្រូវហើយមានគេមានផលចំណេញប្រាក់ពាន់ប្រាក់ម៉ឺនដល់ប្រាក់សែនដល់ប្រាក់លានហើយ បាទ តែគាត់សាងលទ្ធផលមិនបាន បាទ ចំណុចនេះវាមិនមែនដោយសារតែក្រុមហ៊ុនទេ គឺកត្តាគាត់ខ្លួនឯង គឺកត្តាខ្លួនឯងតែម្ដង បាទចឹងបងអាចចែករំលែកបន្ថែមតែកត្តាខ្លួនឯងរបស់យើងទាមទារអីខ្លះលក្ខខណ្ឌអីខ្លះដើម្បីឈានទៅដល់ការធ្វើ business មួយហ្នឹងអាចបង្កើតលទ្ធផលសម្រាប់ខ្លួនឯងបាន សម្រាប់យើងមាន2ចំណុចសំខាន់ ពីរចំណុចសំខាន់ យ៉ាទី1គឺវិធីគិតនិងវិធីធ្វើសំខាន់ណាស់ បាទផ្ដើមយើងពីការគិតសិន យ៉ា ហើយបានធ្វើ យ៉ារបៀបគិតនិងរបៀបធ្វើនេះគឺជាឫសគល់ទី1 បាទ ប្រសិនបើយើងអត់មានរបៀបគិតនិងរបៀបធ្វើត្រឹមត្រូវទេបែបអ្នកទីផ្សារពហុកម្រិតទេគឺយើងពិបាកក្នុងការទៅធ្វើសកម្មភាពឲ្យត្រូវខ្លាំងណាស់ បាទបាទ បាទ ត្រូវជាការប៉ັດ ដូច្នេះយើងត្រូវតែមកអភិវឌ្ឍរបៀបគិតនិងរបៀបធ្វើរបស់យើងនេះឲ្យបានត្រឹមត្រូវ បាទ ឲ្យដូចអ្នកដែលមានលទ្ធផលធំនៅក្នុងអាជីពនឹងដែរ បាទបាទ ដោយពាក្យមួយគេនិយាយថាប្រសិនបើយើងចង់ខ្លាចជាអ្នកមានយើងគ្រាន់តែគិតដូចអ្នកមានធ្វើដូចអ្នកមានយើងនឹងមានដូចអ្នកមានដែរ បាទ ក៏ប៉ុន្តែប្រសិនបើយើងចង់ខ្លាចជាអ្នកមានតែរបៀបគិតនិងរបៀបធ្វើរបស់យើងវាខុសពីអ្នកមានយើងពិបាកសាងភាពមានបានណា បាទបាទ នៅក្នុងអាជីពនឹងដូចគ្នាដែរថាប្រសិនបើយើងចង់ជោគជ័យតែរបៀបគិតនិងរបៀបធ្វើរបស់យើងវាអត់ដូចវាអត់ស្រដៀងជាមួយនឹងអ្នកជោគជ័យយើងក៏ពិបាកសាងភាពជោគជ័យនៅក្នុងអាជីពនឹងដែរ បាទជាការប៉ັດ យ៉ាអញ្ចឹងអភិវឌ្ឍ បាទបាទ មួយទី2ធំគឺធ្វើបើសិនយើងគ្រាន់តែមានគំនិតល្អ បាទ តែយើងអត់មានសកម្មភាពក៏យើងក៏អាចអត់អាចសាងភាពជោគជ័យបានដែរ បាទបាទ យើងត្រូវធ្វើមិនថាមុខរបរមិនថាការងារទេដើម្បីឲ្យយើងបានលទ្ធផលពីវា បាទ វាទាល់តែយើងនេះមានសកម្មភាពនៅក្នុងការងារនិងមុខរបរនោះ បាទ ទើបយើងបានលទ្ធផលអញ្ចឹងទាមទារឲ្យយើងធ្វើហើយធ្វើទៀតធ្វើហើយធ្វើទៀតអូខេកុំបោះបង់នៅពេលណាដែលយើងធ្វើដំបូងមិនទាន់មានលទ្ធផល បាទ យើងត្រូវតែយល់យើងត្រូវតែដឹងថាមិនថាការងារមិនថាមុខរបរមិនថាដាំដំណាំទេ បាទ វាទាមទារឲ្យយើងហ្នឹងប្រើពេលវេលាមួយដ៏សមស្រប បាទ ទើបយើងអាចសាងលទ្ធផលបាន បាទបាទ អញ្ចឹងគឺយើងត្រូវធ្វើការណែនាំ បាទ ឬក៏ចែករំលែកបទពិសោធន៍ បាទ អូខេពីការប្រើផលិតផល បាទ ពីការធ្វើអាជីពមួយនេះ បាទ អូខេទៅមិត្តភ័ក្តិជុំវិញខ្លួន បាទ បាទអាជីពនេះវាសាមញ្ញ បាទ ក្នុងការធ្វើប៉ុន្តែវាក៏មិនមែនជាអាជីពសម្រាប់មនុស្សគ្រប់គ្នាដែរ គ្រប់គ្នាដែរ អាជីពនេះសម្រាប់តែបុគ្គលណាដែលចូលចិត្តរៀន ហឹម ហើយនឹងបុគ្គលណាដែលចង់ផ្លាស់ប្ដូរលទ្ធផលជីវិត បាទ តែសម្រាប់អ្នកដែលមិនចូលចិត្តរៀនហើយមិនចង់បានលទ្ធផលថ្មី បាទ ដើម្បីជីវិតអូខេអាជីពនេះ
មិនស័ក្តិសមនឹងពួកគាត់ទេ បាទ ដូច្នេះនៅពេលដែលទៅណែនាំយើងត្រូវមើលមនុស្សណាដែលចូលចិត្តរៀនមនុស្សណាដែលចង់ផ្លាស់ប្ដូរលទ្ធផលជីវិត បាទ បាទចង់មានចង់បាន បាទ ពិតប្រាកដចាំយើងផ្ដល់ឱកាសដូចឲ្យគេណាអូខេ បាទ យ៉ាហើយលើកទឹកចិត្តដល់បងប្អូនកុំអស់សង្ឃឹម បាទ នៅពេលដែលធ្វើក្នុងពេលដំបូងមិនទាន់មានលទ្ធផលបន្តនៃការធ្វើទៀត អូខេអញ្ចឹងជាទូទៅតាមបទពិសោធន៍របស់បងផ្ទាល់តែម្ដងបងយល់ឃើញថាអាជីពមួយនេះវាទាមទារឲ្យយើងប្រើប្រាស់រយៈពេលប៉ុន្មានដែរដើម្បីអាចសាងជាផ្លែផ្កាពីព្រោះអីបើតាមអ្វីដែលបងលើកឡើងមកគឺប្រាប់ថាអ្នកដែលធ្វើដំបូងអាចនឹងមានការបាក់ទឹកចិត្តឬក៏មិនតាមលទ្ធផលអីជាដើមយ៉ាងទៅអញ្ចឹងបងអាចគណនាជាពេលវេលាទៀតថាតើប្រហែលជាប្រមាណក្នុងការសាងអាជីពមួយនេះឲ្យវាចេញទៅជាផ្លែផ្កាពីព្រោះបើសិនជាយើងដាំដើមឈើមួយឬក៏ដាំដំណាំមួយយើងក៏ត្រូវដឹងពីគ្រាប់ពូជដែរថាគ្រាប់ពូជវាត្រូវដុះពេលណាវាត្រូវផ្លែនៅពេលណាជាក់ស្ដែងដូចយើងបើយើងដាំបន្លែវាអាចនឹងឲ្យផលជារៀងរាល់ខែអញ្ចឹងទៅក៏បើយើងដាំដំណាំដូចជាទុរេនដូចជាដូងដូចជាអីវាត្រូវការពេលវេលា 2-3 ឆ្នាំអញ្ចឹងទៅអញ្ចឹងអាជីពនេះក៏ដូចគ្នាដែរមិនអញ្ចឹងបងអញ្ចឹងចង់សួរថាតើអាជីពនេះតាមបទពិសោធន៍របស់បងដែលឆ្លងកាត់កន្លងទៅតើប្រើប្រាស់ពេលវេលាប៉ុណ្ណាទើបហត់ផលឲ្យយើងក្នុងករណីដែលយើងជ្រើសរើសក្រុមហ៊ុនត្រូវហើយខ្លួនឯងយើងជាមនុស្សដែលស័ក្តិសមជាមួយនឹង business មួយនឹងទៀត អូខេអរគុណ បាទ សំណួរដ៏មានតម្លៃមួយនេះហើយខ្ញុំក៏ចង់ចែករំលែកថាអាជីវកម្មទីផ្សារពហុកម្រិតបើប្រៀបធៀបជាមួយនឹងដំណាំ បាទ អូខេដែលយើងដាំដើម្បីប្រមូលផល បាទ ក៏វាមិនខុសគ្នាដែរ បាទ ប្រសិនបើយើងដាំដំណាំចង់បានផលអូខេលឿនយើងត្រូវជ្រើសរើសដំណាំអូខេដែលប្រើរយៈពេលខ្លីយើងបានផលលឿន បាទ តែបើសិនយើងចង់ដាំដំណាំផ្លែដែលមានតម្លៃ បាទ អូខេយើងក៏ត្រូវតែជ្រើសរើសដំណាំណាដែលវាប្រើពេលយូរបន្តិចដូចទុរេន បាទ ស្រូវគេដាំ3 ទៅ 6 ខែគេបានច្រូត បាទ តែបើយើងដាំទុរេន បាទ អូខេហើយយើងចង់បានលទ្ធផល 5-6 ខែដែរវាអត់អាចទៅរួចទេ ជាការបាត់ ទាល់តែ5 ទៅ 6 ឆ្នាំឯណោះ បាទ អូខេនៅក្នុងអាជីវកម្មពហុកម្រិតដូចគ្នា បាទ ប្រសិនបើអ្នកចង់បានលទ្ធផលតូចតិច បាទ យើងធ្វើ 3 ទៅ 6 ខែយើងចាប់បានផលហើយ បានផលហើយប៉ុន្តែវាតូចទៅឡើយ តែវាតូច បាទ តែបើសិនយើងចង់បានផលធំពេលវេលាប៉ុណ្ណឹងអត់គ្រប់គ្រាន់ទេ គ្រប់គ្រាន់ទេ ឆ្នាំទី2ឡើងទៅ ឆ្នាំទី2ឡើងទៅ ទើបយើងអាចទទួលបានលទ្ធផលធំ បាទ បើធំមែនតើនោះគេធ្វើ5ឆ្នាំឡើងទៅណោះ 5ឆ្នាំឡើងទៅទើបធំមែនទេ ទើបបានលទ្ធផលធំមែនតើ បាទ ដូច្នេះបងប្អូនដែលចង់ជោគជ័យនៅក្នុងអាជីពនេះ បាទ អូខេត្រូវមានការលះបង់ពេលវេលាបន្តិច បាទ ហើយត្រូវយល់អំពីដំណើរការនៃ អាជីវកម្មហ្នឹង អាជីវកម្មមួយហ្នឹង បាទ គេថាមនុស្សជាទូទៅចង់បានលទ្ធផលលឿន បាទ តែដំណើរការនៃការសាងភាពជោគជ័យវាអត់លឿនដោយអ្វីដែលយើងចង់បានទេ បាទ វាទាមទារឲ្យយើងប្រើពេលអូខេវេលាមួយដ៏សមស្របទើបយើងអាចសាងលទ្ធផលបាន បាទ ហើយ អ្នកដែលជោគជ័យនៅក្នុងអាជីពនេះតាមដែលខ្ញុំបានដឹងគឺជាមនុស្សដែលចូលចិត្តធ្វើរឿងដែលដដែលអត់ធុញទ្រាន់ បាទ ណាធ្វើរឿងដដែលអត់ធុញទ្រាន់ទាំងអ្នកផ្សេងគេធុញទ្រាន់ណា ជាមួយនឹងការធ្វើរឿងដដែលអូខេហើយលទ្ធផលចេញមកយឺតនេះ បាទ យ៉ាតែអ្នកគេជោគជ័យគឺគេធ្វើរឿងដដែលថា បាទ ណែនាំបដោះបដាល បាទ អូខេឬក៏ចែករំលែក បាទ អូខេឱកាសហើយបដោះបណ្ដាក្រុម បាទទៅវិលមក ធ្វើដដែលអញ្ចឹងឯង បាទប៉ុន្តែលទ្ធផលវាធំ លទ្ធផលវាធំ បាទ តែក្នុងពេលដំបូងវាអាចនឹងមិនទាន់ធំ បាទ វាអាចនឹងមិនមានអ្វីដែលឲ្យយើងរំភើបទេប៉ុន្តែ 2-3 ឆ្នាំក្រោយ បាទ ហើយខ្ញុំលើកទឹកចិត្តថាបងប្អូនដែលចង់ច្បាស់អំពីកិច្ចការងារមួយនេះសូមចំណាយពេលរៀន បាទ បាទប្រសិនបើយើងមិនរៀនយើងក៏មិនមាននៅព័ត៌មានទិន្នន័យអំពីវាអូខេទូលំទូលាយដែរ បាទអញ្ចឹងសូមចំណាយពេលរៀន បើជួនជាបងលើកនៅកន្លែងនេះខ្ញុំជួយឆ្លិកនៅបន្តិចទៀតតាក់ទងជាមួយនឹងសំណួរការរៀនសូត្រតែម្ដង
ខ្ញុំជឿជាច្បាស់ថាធម្មតានេះខ្ញុំរៀនជានិស្សិតក៏ត្រូវការពេលវេលា4ឆ្នាំបើខ្ញុំត្រូវការរៀនជំនាញអីមួយក៏វាត្រូវការប្រើប្រាស់ពេលវេលា2ឬក៏3ឆ្នាំយ៉ាងហោចមុននឹងយើងអាចចេញទៅបើករបរឬក៏រកស៊ីបានក៏ប៉ុន្តែចំពោះអាជីពនេះវិញវាទាមទាររយៈពេលនៃការរៀនយ៉ាងម៉េចដែរហើយប្រហែលជាប៉ុន្មានដែរទើបដែលយើងអាចស្វែងយល់ពីអាជីពនឹងបានហើយដែលយើងអាចឈានទៅដល់ការបង្កើតលទ្ធផលបានពីព្រោះបោះសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតតាក់ទងជាមួយនឹងការរៀនសូត្រនៅក្នុងមុខរបរមួយនេះ អូខេល្អពាក់ព័ន្ធនឹងការរៀនសូត្រចំពោះខ្ញុំហ៊ាននិយាយថាការរៀនសូត្ររបស់មនុស្សយើងគឺមិនចេះចប់ទេ បាទរៀនរហូតដល់តស្លាប់ទៅវិញ បាទជាការបាត់ ពាក្យថារៀនមិនមែនថាតលទៅសាលាបានហៅថារៀនទេ បាទ អូខេយើងធ្វើការយើងរកស៊ីក៏យើងត្រូវរៀនសូត្រអំពីការងារអំពីមុខរបររបស់យើងដែរ បាទ នៅក្នុងអាជីពនេះដូចគ្នានៅពេលណាដែលយើងនៅតែបន្តនៃការធ្វើយើងត្រូវតែបន្តនៃការរៀន បន្តនៃការរៀន យ៉ា បាទ បន្តនៃការធ្វើត្រូវតែបន្តនៃការរៀនបញ្ហាឧបសគ្គវាមិនមែនកើតឡើងតែម្ដងចប់ពីណា បាទ វាកើតឡើង ជារៀងរាល់ថ្ងៃ ជារៀងរាល់ថ្ងៃ បាទ តិចហើយច្រើនតូចហើយនឹងធំ បាទ អញ្ចឹងនៅពេលដែលយើងជួបបញ្ហាឧបសគ្គដើម្បីឲ្យយើងខ្លាចទៅជាមនុស្សដែលមានភាពឆ្លាតវៃក្នុងការរកដំណោះស្រាយដល់ស្រាយបញ្ហាឧបសគ្គ យើងត្រូវតែមានយើងត្រូវតែបន្តនៃការរៀន រៀនសូត្របាទ អំពីវាហើយដោះស្រាយវា បាទបាទ បញ្ហាឧបសគ្គវាមិនដូចគ្នាទេថ្ងៃនេះជួបបញ្ហាឧបសគ្គបែបនេះថ្ងៃស្អែកមិនប្រកាសតែជួបបញ្ហាឧបសគ្គបែបនេះទេ បាទ អញ្ចឹងដើម្បីឲ្យយើងអាចឈានទៅដល់ការដោះរឿងថ្មីបាន បាទ អូខេយើងត្រូវតែរៀននៅអ្វីដែលថ្មីបន្ថែមទៀតផងដែរ បាទបាទ យ៉ាងណាមិញសម័យនេះសម័យបច្ចេកវិទ្យា បាទ social media បាទ AI AI បាទ ហើយបើសិនបើយើងមកប្រកាន់ខ្លួនថាខ្ញុំរៀនចប់អនុបណ្ឌិតណា បណ្ឌិតហើយ បាទ អូខេតាំងតែពី5ដល់10ឆ្នាំមុន បាទបាទបាទ អញ្ចឹងខ្ញុំអត់រៀនទេទេ បាទ អូខេអត់មាននរណាបង្ខំយើងទេក៏ប៉ុន្តែចំណេះដឹងថ្មីដែលវាទើបបង្កើតឡើងនេះអូខេការងារមុខរបរវាទាមទារឲ្យយើងមានលក្ខណៈសម្បត្តិថ្មីបន្ថែមទៀតនេះ បាទ ហើយយើងអត់រៀនសំណួរសួរថាតើយើងអាចធ្វើឲ្យអាជីវកម្មរបស់យើងរីកចម្រើនទៅតាមសម័យកាលបានដែរឬក៏អត់ បាទជាអត់បាន អត់បានទេ បាទបាទជាបាត់ ហើយថ្ងៃនេះយើងឃើញ social media បាទ បច្ចេកវិទ្យា AI កម្រិតហ្នឹង បាទ មិនដឹងថាខែក្រោយឆ្នាំក្រោយវាដូរទៅមិនគិតយើងមិនដឹង បាទបាទ អញ្ចឹងយើងត្រូវរៀនតទៀត បាទបាទ អូខេអញ្ចឹងយើងត្រូវតែរៀនរហូតហ្នឹង អញ្ចឹងបើជារួមមកបើសិនបើយើងមើលធ្វើក្នុង business នេះអ្វីដែលយើងពិសេសទៀតសោតនោះមានន័យថាគឺយើងរៀនបណ្ដាយើងអនុវត្តនៃការធ្វើសកម្មភាពបណ្ដារៀនធ្វើរៀនធ្វើអញ្ចឹងអាជីពនេះគឺមានតែពីរហ្នឹងទេ គឺរៀនធ្វើ រៀនធ្វើរៀនធ្វើ ហ្នឹងហើយ មិនមែនអង្គុយរៀនសតទេអត់ធ្វើទេ អត់ទេ ហើយក៏មិនមែនធ្វើសតអត់រៀនដែរ រៀនបដាធ្វើបដាលទ្ធផលចេញបណ្ដា អូខេ បាទ អញ្ចឹងមានថាបើយើងកាន់តែរៀនកាន់តែធ្វើកាន់តែយូរស្វែងយល់កាន់តែច្បាស់លទ្ធផលកាន់តែកាន់ឡើងធំដូចគ្នានោះ ពិត ដែរ ប្រកប បាទ ធ្វើការឲ្យគេយើងចំណាយពេលរៀនអូខេ រៀនសត 4 បាទ ឆ្នាំ បាទ សុទ្ធតែម្ដង បាទរៀនសតតែម្ដង ចេញមកធ្វើការឲ្យគេប្រាក់ សុទ្ធ ខែ តែម្ដង អូខេ5ទៅ600ដុល្លារឬក៏ទៅ800ដុល្លារ បាទ វាអាស្រ័យទៅលើការងារនិងចំណេះដឹងរបស់យើង បាទ អូខេត្រូវការពេលរៀន បាទ ចុះបើសិនបើយើងចង់បានលទ្ធផលធំពីអាជីវកម្មមួយនេះ បាទ យើងក៏ត្រូវតែប្រើពេលរៀនដែរ បាទ ប៉ុន្តែរៀននៅទីនេះមិនមែនមកអង្គុយរៀនប្រហែល4ឆ្នាំ6ឆ្នាំសុទ្ធទេ បាទ គឺរៀន1ម៉ោង2ម៉ោងហើយចេញទៅអនុវត្តរៀន1ម៉ោង2ម៉ោងហើយចេញទៅអនុវត្ត បាទបាទ រៀនបដាធ្វើបដាលទ្ធផលចេញបណ្ដា បាទបាទ អូខេ អូខេអរគុណចាស់មែនទែនបងសម្រាប់ការចែករំលែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងទៅកាន់បងប្អូនដែលរួមអាជីពទីផ្សារបណ្ដាញក៏ដូចជាអ្នកដែលកំពុងតែត្រៀមខ្លួនចង់ចូលប្រឡូកនៅក្នុងអាជីពទីផ្សារបណ្ដាញឲ្យគាត់កាន់តែយល់ច្បាស់អំពីការជ្រើសរើសក្រុមហ៊ុនពីព្រោះអាជីពនេះបើតាមអ្វីដែលបងលើកឡើងគឺពីរកត្តាសំខាន់ទី1គឺកត្តាក្រុមហ៊ុននិងទី2គឺកត្តាយើងផ្ទាល់តែម្ដង ដោយកត្តាក្រុមហ៊ុនគឺបងបានសង្កត់ធ្ងន់ទៅលើចំណុច 6P តែម្ដងបាទនិយាយតាំងពី profile តាំងពី product តាំងពី price បាទតាំងពី plan បាទតាំងពី potential និងតាំងពី process យ៉ា បាទទាំង6ចំណុចនេះដែលអាចនឹងគ្រប់លក្ខណៈដែលអាច
ឲ្យបងប្អូនពិចារណាថាប្រសិនបើក្រុមហ៊ុននោះមានទាំង6លក្ខណៈនេះគឺយើងអាចចូលរួមបាន ចូល ដោយ បានហើយ មានទំនុកចិត្ត ទំនុកចិត្ត ក៏ប៉ុន្តែលទ្ធផលបានមិនបានគឺអាស្រ័យលើកត្តា យើងទៀត ខ្លួនយើងទៀត យើង បាទដែលចាប់ផ្ដើមមុនគេបំផុតហ្នឹងគឺវិធីគិតនិងវិធីធ្វើឲ្យត្រូវតែម្ដង យ៉ា ហើយអ្វីដែលសង្កត់ចុងក្រោយនោះគឺទោះបីជាយើងមានការគិតច្បាស់លាស់ការធ្វើសកម្មភាពត្រឹមត្រូវហើយប៉ុន្តែនៅតែយើងទាមទារការអភិវឌ្ឍជាប់ជាប្រចាំរៀនជាប់ជាប្រចាំរៀនធ្វើហើយលទ្ធផលក៏ហុចមកបណ្ដាដូចគ្នាដែរ យ៉ា អូខេប៉ុន្តែខ្ញុំក៏មាននៅសំណួរបន្ថែមទៀតពីព្រោះបច្ចុប្បន្នគឺខ្ញុំមើលឃើញថាអាជីវកម្មទីផ្សារបណ្ដាញកំពុងតែរីកដុះដាលខ្លាំងមែនទែនជាពិសេសគឺប៉ុន្មានឆ្នាំចុងក្រោយមកនេះជាពិសេសគឺក្នុងប្រទេសកម្ពុជារបស់យើងតែម្ដងមើលឃើញថាអាជីវកម្មពហុកម្រិតចេញមកពីបណ្ដាប្រទេសជឿនលឿនដូចជាប្រទេសម៉ាឡេស៊ីដូចជាសហរដ្ឋអាមេរិកហើយជាពិសេសគឺក៏មាននៅក្នុងប្រទេសកម្ពុជារបស់យើងក៏មានការលិចនៅក្រុមហ៊ុនបណ្ដាញច្រើនដូចគ្នាក៏ប៉ុន្តែហេតុផលអីទៅបងជឿរើសក្រុមហ៊ុនបណ្ដាញមួយដែលបងធ្វើបច្ចុប្បន្នរាល់ថ្ងៃនេះដែលមានឈ្មោះថាក្រុមហ៊ុន Dynix Global តើបងមើលឃើញគុណសម្បត្តិបែបណាដែលធ្វើដែលអាចទាញយកបេះដូងនៃអារម្មណ៍បងចូលទៅក្នុងក្រុមហ៊ុននេះបាន អូខេបាទអរគុណសំណួរនេះល្អមែនទែនហើយខ្ញុំក៏ចង់ចែករំលែកជូនដល់បងប្អូនអរគ្នាហេតុផលដែលនាំខ្ញុំធ្វើការសហការជាមួយ Dynix Global បាទដំបូងឡើយខ្ញុំជាអ្នកប្រើប្រាស់ផលិតផលទេ បាទផ្ដល់ជាអ្នកប្រើប្រាស់ product ទេ យ៉ាផ្ដើមចេញពីអ្នកប្រើប្រាស់ផលិតផលទេ បាទ ខ្ញុំគឺជាអ្នកជំងឺ បាទ ខ្ញុំឈឺទីមួយលើសជាតិពុល លើ ក្នុង ជា ខ្លួនខ្លាំងបាទទីពីរនោះគឺអាឡាក់ស៊ីស្បែក Alexis កម្រិតធ្ងន់ កម្រិតធ្ងន់ បាទខ្ញុំមាននៅបញ្ហាសុខភាពអាឡាក់ស៊ីស្បែកនិងលើសជាតិពុលនេះយូរឆ្នាំហើយក៏ប៉ុន្តែវាធ្ងន់ធ្ងរខ្លាំងបំផុតនៅពេលដែលខ្ញុំបើកភោជនីយដ្ឋាន បើកអាជីវកម្មរស៊ីខ្លួនឯង បាទខ្ញុំទទួលភ្ញៀវតាំងតែពីម៉ោង3រសៀលដល់ដល់3ចិត្តភ្លឺអញ្ចឹងបាទហើយមិត្តភ័ក្តិអ្នកដែលគេមកគ្រប់គ្រងហាងហ្នឹងបើសិនជាយើងមិនចូលរួមតុកផឹកស៊ីមួយគេទេគេអត់ផឹកទេ គេអត់មកកន្លែងពេញដ្ឋានយើងទេ អញ្ចឹងខ្ញុំដើម្បីលុយហ្នឹងបាទ បាទ ខ្ញុំយកសុខភាពទៅដោះដូរតែម្ដ ទៅ ង ដោះដូរតែម្ដង បាទយកសុខភាពវិនិយោគមានន័យថាផឹកមួយគេតលតែចិត្តភ្លឺ ខ្ញុំគិតថាមិនមែនត្រូវបញ្យកសុខភាពយកទាំងពីពេលវេលាទេណាបាទពី3ថ្ងៃទៅឡើង3ភ្លឺអញ្ចឹងចូល2ដល់10អង្គពេញ បាទគឺយើងធ្វើបែបនឹងរាល់ខែ បាទ បាទចុងក្រោយអូខេយើងមិនទាន់បានស៊ីវាអីស្រួលបួលផងវាចង់ស៊ីយើងវិញ ហូបសុខភាពធ្ងន់ធ្ងរមែនតើ អូខេស្បែកអូខេសាច់ឈាមខ្ញុំគឺស្អាប់ខ្លាំងមែនតើហើយគេងអត់ចង់ងើបអូខេមានអារម្មណ៍ថាស្ពឹកស្ពុនមែនតើ ទម្រុនតែម្ដង បាទទរុនមែនតើហើមត្រជាក់មកចំហៀងនេះប្រប៉ុនមេជើងហ្នឹងខ្ញុំបារម្ភថាវាទៅជាគិសទៅជាមហារីកហើយខ្ញុំគិតថាគិសឬក៏មហារីកកើតក្បែរវាងាយនឹងការចូលទៅខួរក្បាលណា បាទ វាអាចនឹងប្រឈមស្លាប់លឿនមែនតើ បាទ ហើយវគ្គទី2នោះគឺវាធ្ងន់ធ្ងរយ៉ាងទៅទៀតគឺអាឡាក់ស៊ីស្បែកក្បាលពេញតែម្ដងបាទរួមទាំងមុខក៏មានអាឡាក់ស៊ីនឹងដែរ បាទ ចេញភេខ្ទួលតែដល់ពេលវាសះវាមិនទៅសះស្អាតវិញណាវាទៅជាមុខខ្មៅ បាទ អូខេខ្ញុំមានអារម្មណ៍ថាខ្លួនឯងឈឺធ្ងន់ធ្ងរមិនដែលធ្លាប់ជួបកន្លងមក មិនដែលធ្លាប់ជួប ខ្ញុំក៏តាក់ទងទៅរកផលិតផលនៅខាងក្រៅប្រទេស បាទ ហើយខ្ញុំក៏ស្រាវជ្រាវមកស្រាវជ្រាវទៅក៏ឃើញផលិតផល Rosenta Urbanism នេះ រសន្តាយូបាយសំរបស់ក្រុមហ៊ុនដៃនេះ របស់ក្រុមហ៊ុន Dynix Global នេះ បាទ ហើយខ្ញុំក៏ធ្វើការ search រកក្រុមហ៊ុន search រកគ្រប់គ្រង បាទ ហើយក៏ជួបលោកហារទី បាទ ជាថៅកែ Dynix Global ហើយគាត់ក៏បានប្រាប់ថាបើសិនបើអ្នកចង់ប្រើហើយអ្នកចង់សហការរកស៊ីជាមួយអីហ្នឹងសូមតាក់ទងទៅថ្នាក់ដឹកនាំទីផ្សារប្រចាំនៅអាស៊ីហើយខ្ញុំក៏ធ្វើការងារជាមួយគាត់ បាទ នេះដំណើរដើមតងហើយ បាទ ខ្ញុំក៏ បាទ បញ្ជាទិញផលិតផលយកមកប្រើប្រាស់បាទ6ប្រអប់ ដំបូងឡើយណាបាទ បាទ ខ្ញុំប្រើប្រាស់ផលិតផល Dynix Global ទទួលបានលទ្ធផលលឿនជាងផលិតផលផ្សេង មានន័យថាកំឡុងពេលនោះ
ក៏បងបានតាំងប្រភពផ្សេងនេះគ្នាដើម្បី ខ្ញុំ យកមក ប្រើ ដោះស្រាយ ច្រើន ជំនាញ គួរសមដែរ ច្រើនគួរសមដែរប៉ុន្តែលទ្ធផលវាអត់សមអំណ វាអត់ឆ្លើយតបទៅតាមអ្វីដែលខ្ញុំចង់បាន បាទ តែផលិតផល Raw Center យូបានេះខ្ញុំប្រើទៅគឺវាដឹងលឿនមែនតើទី1គឺធ្វើឲ្យភ្នែកខ្ញុំស្រឡះល្អ ឆ្លាស់ អូខេធ្វើឲ្យប្រព័ន្ធប្រសាទរបស់យើងដំណើរការស្រួលគេងស្កប់អូខេងើបឡើងមានកម្លាំង បាទ ជាពិសេសនោះគឺសាច់ឈាមចាប់ផ្ដើមស្រស់ស្រាយឡើងវិញហើយត្រចៀកហើមនេះក៏វាបាត់ទៅរហូតដល់ឥឡូវលែងមានហើម បាទ ខ្ញុំប្រើផលិតផលទាំងពីរនេះប្រហែល4ទៅ5ខែណាបាទឥឡូវហ្នឹងស្បែកក្បាលរបស់ខ្ញុំមុខរបស់ខ្ញុំគឺវាលែងមានអាឡាក់ស៊ីហ្នឹងតែម្ដង បាទ បាទសរុបមកគឺជាបាទពីមុនខ្ញុំកោររហូត បាទ បាទមិនដែលមានសក់នៅលើក្បាលផងណា សក់ ដើម្បី តែម្ដង ព្យាបាលអញ្ចឹងណាបាទ បាទ ឥឡូវមានសក់មានអីទៅអូខេ បាទ ស្រួលបួលគេង បាទ ឯងហើយ បា បាទ ទ នេះគឺមកទី1គឺដោយសារតែផលិតផល ដោយសារតែប្រដា បាទ ជឿជាក់តាមរយៈការប្រើប្រាស់ បាទផលិតផល បាទ ចំណុចទី2ខ្ញុំមើលឃើញប្រព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងគឺវាងាយយល់ បាទ អត់ស្មុគស្មាញច្រើនអូខេខ្ញុំសិក្សាអំពីប្រព័ន្ធអាជីវកម្មដែរនេះ Global មិនបានសិក្សាផ្ទាល់ទេ បាទ អូខេអ្នកណែនាំខ្ញុំគេនៅខាងក្រៅប្រទេសឯណោះ បាទ គាត់បានសរសេរគូសជ្រៀកតាមក្តារខ្លះក៏មីសេកខ្លះ បាទ អូខេជាភាសាអង់គ្លេសខ្ញុំហ្នឹងមិនពូកែអង់គ្លេសទៀតអញ្ចឹងហើយអូខេវាមានផលលំបាកប៉ុន្តែទូផលលំបាកយ៉ាងណាក៏ងាយយល់ដែរបាទ បាទ ងាយយល់ហើយងាយចូលរួមចុះទុនតិចមែនតើខ្ញុំមើលឃើញចុះទុនតិច បាទ បាទផលិតផលល្អអាជីវកម្មល្អហើយខ្ញុំមើលឃើញក្រុមហ៊ុនមានសក្តានុពលទៀតត្រប់មកគឺ 6P ហ្នឹងគឺមានគ្រប់តែម្ដង គ្រប់តែម្ដង គ្រប់តែម្ដង បាទ ខ្ញុំក៏សម្រេចចិត្តចូលរួមជាមួយដែរនេះ Global បាទបាទ បាទហើយបើសិនជាបងប្អូនណាចាប់អារម្មណ៍ចង់សិក្សាបន្ថែមអាចអញ្ជើញមកការិយាល័យដែរនេះ Global បាន បាទបាទអាចបញ្ជាក់ទីតាំងជូនបងប្អូនបានទេបាទ ទីស្នាក់ការកណ្ដាលរបស់ដៃនេះ Global កម្ពុជា បាទនៅភ្នំពេញ បាទបាទ ផ្សារទំនើបស្ទឹងមានជ័យថ្មីជាន់ទី 5 បាទបាទ បាទបងប្អូនឡើងពីចិន្តាប្រអប់ខាងមុខដល់ជាន់ទី 5 បត់ឆ្វេងប្រហែលជា 50-60 ម៉ែត្រទៅ 100 ម៉ែត្រនៅខាងស្ដាំដៃឃើញក្រុមហ៊ុន Dynas Global ហើយបាទ បាទបាទអូខេ អរគុណ អូខេមួយវិញទៀតបងមកដល់ពេលវេលានេះគឺបងចូលរួមជាមួយ Dynas Global ក្នុងការធ្វើទីផ្សារហ្នឹងបានរយៈពេលប្រហែលខែដែរហើយចំពោះបទពិសោធន៍ក៏ដូចជាសមិទ្ធផលដែលយើងទាញយកពី Dynas Global មកដល់មកនេះតើវាសមជាមួយនឹងអ្វីដែលយើងចង់ទទួលបានហើយឬណា អូខេបាទពាក់ព័ន្ធទៅនឹងពេលវេលានៃការចូលរួមមកដល់ពេលនេះបើនិយាយធ្វើឲ្យពេញដៃពេញជើងពីពេលវេលាក្រុមហ៊ុនសម្ពោធមកដល់ពេលនេះចូល8ទៅ9ខែហើយ 8ទៅ9ខែ បាទ8ទៅ9ខែហើយបើនិយាយអំពីបទពិសោធន៍នៅក្នុងការធ្វើ Dynas Global ខ្ញុំមើលឃើញថាបងប្អូនជនរួមជាតិរបស់យើងក៏រីករាយក្នុងការចូលរួមសហការច្រើនមែនទេ ច្រើន បាទ បាទ ដោយសារគាត់ក៏ជាបុគ្គលដែលមើលឃើញដូចយើងចឹងដែរ បាទបាទ បាទ 6P គាត់មើលឃើញចឹងដែរ ឃើញដូចគ្នា វគ្គទី2វគ្គទី3គឺពាក់ព័ន្ធនឹងលទ្ធផល បាទ លទ្ធផលខ្ញុំទទួលបានពីអាជីពនេះបើប្រៀបធៀបជាមួយនឹងអ្នកគេរកស៊ីធំគឺវាមិនធំទេគឺតិចតួចមែនតើ បាទបាទ បាទចំណូលសរុបប្រហែល$8,000-9,000តែប៉ុណ្្នឹងទេ បាទបាទ បាទ$8,000 ទៅ$9,000ប្រើពេលដល់8ទៅ9ខែនោះ បាទបាទ ក៏ប៉ុន្តែបើខ្ញុំប្រៀបធៀបជាមួយនឹងអាជីវកម្មចាស់របស់ខ្ញុំណា បាទ អានេះល្អជាង ហើយជាង ល្អជាងបាទខ្ញុំធ្វើអាជីវកម្មបែបប្រពៃណីកន្លងទៅខ្ញុំប្រើពេលវេលា8ទៅ9ខែខាត់លុយអស់ប្រហែលជា 3-4 ម៉ឺនដែរណា តែអាជីពនេះ ចាយទុន ខ្ញុំចុះទុនតែម្ដងហើយខ្ញុំប្រើពេល8-9ខែវាមិនមែនខាតទេវាទៅជាចំណេញ$7,000-9,000 បាទ អញ្ចឹងវានៅល្អប្រសើរជាង បា បាទ ទប្រសើរជាង បាទថាប្រសិនបើមិនចំណេញច្រើនទេកុំឲ្យតែខាត បាទបាទ បាទអញ្ចឹងលទ្ធផលតែខ្ញុំគិតថាចំណូលប៉ុណ្នេះអូខេវាមិនមានអីអស្ចារ្យទេហើយវាមិនធំដុំអីទេ បាទ តែអ្វីដែលយើងមើលឃើញថាវានឹងល្អនៅក្នុងអនាគតគឺធនធានមនុស្ស ដែលយើងបានកសាង ដែលយើងបានកសាង បាទ ចាប់ផ្ដើមរីកដុះដាល បាទបាទ ពេលនេះយើងមានធីមនៅខេត្តមួយចំនួន បាទបាទ អូខេនៅក្នុងប្រទេសខ្មែរយើងអាចនឹងមានភ្នំពេញកំពង់ស្ពឺ បាទ សៀមរាបបាត់ដំបងអីចឹងណាបាទហើយខ្ញុំគិតថានឹងមានការរីកតទៀត បាទបាទ បាទគិតថាប្រសិនបើយើងធ្វើការដើម្បីទៅលុយឬក៏ដើម្បីតែចំណូលយើងធ្វើអីក៏បានដែរ បាទបាទ ត
ធ្វើការឲ្យគេក៏បានលុយដែរ តាមត្រូវ តែប្រសិនបើយើងចង់បានចំណូល passive income បាទ ពិបាករកការងារបែបនោះពិបាករកការងារណាដែលអាចសាងប្រាក់ចំណូល passive income បានណា បាទមានតែការធ្វើជំនួយនេះ យ៉ាមានតែការធ្វើជំនួញ បាទ ហើយបើសិនជាលទ្ធភាពតិចតួចអាជីវកម្មពហុកម្រិតអូខេ បាទ ល្អបំផុត បាទ យើងអាចសាងប្រាក់ចំណូល passive income នៅថ្ងៃអនាគត បាទបាទអញ្ចឹងសរុបជារួមមកវិញគឺតាមការដែលខ្ញុំស្ដាប់បាទរយៈពេលជិត20នាទីមកនេះគឺខ្ញុំនឹងទទួលបាននៅបទពិសោធន៍ក៏ដូចជាព័ត៌មានច្រើនមែនទែនតែបងបានចែករំលែកខ្ញុំគិតថាបទពិសោធន៍ក៏ដូចជាព័ត៌មានទាំងអស់នេះវាក៏ធ្វើឲ្យប្រិយមិត្តដែលគាត់បានមើលคลิปវីដេអូនេះបានជាមូលដ្ឋាននៃចំណេះដឹងកាន់តែច្បាស់លាស់បន្ថែមទៀតពីព្រោះយើងមើលឃើញថាទី1អ្វីដែលបងទទួលបានធំជាងថវិកានៃជំនួយសាធារណៈគឺសុខភាពតែម្ដង បាទ គឺសុខភាពហាក់បីដូចជាវិលត្រឡប់មកគេហៅថាដូចដើមវិញបាទពេលខ្លះអាចនឹងរឹងមាំជាងពីមុនទៀតបាទដោយសារតែពីមុនយើងបើកអាជីវកម្មតាក់ទងជាមួយនឹងផាប់ការផឹកស៊ីគឺវាច្រើនជាងចិត្តពលរាងកាយវាច្រើនតែមកដល់ម៉ោងនេះផ្លាស់ប្ដូរពីមុខជំនួញនៃការធ្វើការដិតយប់បើយើងមកធ្វើមុខជំនួញទៅលើផ្នែកសុខភាពដែលធ្វើទទួលបានសុខភាពត្រឡប់ទៅវិញចំពោះកន្លែងនេះតើបទពិសោធន៍នៃការធ្វើទីផ្សាររបស់បងតើចំពោះ feedback របស់អតិថិជនឬក៏ដៃគូសហការជាមួយនឹងក្រុមហ៊ុន Dynamics Global តើបាននៅភាពវិជ្ជមាននេះខ្លះចំពោះផលិតផលនិងចំពោះការយល់ធ្វើ business តើមកដល់ម៉ោងនេះក្រុមការងារដែលគាត់អាចសាងក្របអង្គភាពរបស់បងគាត់អាចសាងលទ្ធផលយ៉ាងម៉េចខ្លះហើយអ្នកដែលបានយកផលទំនិញរបស់ក្រុមហ៊ុន Dynamics Global ទៅប្រើប្រាស់តើបាននាំគុណបញ្ចុយក៏ដូចជាសុខភាពរបស់ពួកគាត់យ៉ាងម៉េចខ្លះ អូខេល្អមែនតើកន្លែងនេះខ្ញុំក៏សូមអនុញ្ញាតឆ្លើយនៅសំណួរបងប្រធាន បាទ បើនិយាយពីចម្លើយត្រឡប់ពីអតិថិជននិងដៃគូសហការ បាទ សម្រាប់ខ្ញុំផ្ទាល់ខ្ញុំហ៊ាននិយាយថាគ្រប់អតិថិជនទាំងអស់ គ្រប់អតិថិជនទាំងអស់ យ៉ាឲ្យតែទិញផលិតផលដែលនេះ Global ហើយយកទៅហូបយកទៅហូប បាទ តែយកទៅទុកចោលទេ បាទ តែបើយកទៅហូបដឹងតែទទួលបាននៅប្រសិទ្ធភាព ប្រសិទ្ធភាព នៃផលិតផលធ្វើការអូខេសុខភាពរបស់គាត់នឹងល្អប្រសើរបន្ទាប់ពីគាត់ប្រើ5ទៅ1សប្តាហ៍វាអាស្រ័យ សប្តាហ៍ យ៉ាវាអាស្រ័យលើសុខភាពរបស់គាត់ទ្រុឌទ្រោមតិចឬក៏ទ្រុឌទ្រោមខ្លាំង បាទ បើសិនបើគាត់ទ្រុឌទ្រោមតិចតួចទេប្រើតែ2 3ថ្ងៃហ្នឹងដឹងទេ បាទ តែបើទ្រុឌទ្រោមខ្លាំងយើងត្រូវការពេលវេលាពី5ថ្ងៃឡើងទៅ1សប្តាហ៍ទើបយើងដឹងពីប្រសិទ្ធភាព បាទ តែគ្មានអតិថិជនណាដែលប្រើហើយមិនទទួលបានប្រសិទ្ធភាពនោះទេ បាទ អញ្ចឹងផលិតផលដែលនេះ Global ល្អខ្លាំងមែនទេ ល្អខ្លាំងមែនទេ តែខ្ញុំក៏សូមជម្រាបជូនថាក៏មានអតិថិជនប្រើផលិតផលដែលនេះ Global ខ្លះដំបូងមានអារម្មណ៍ថាអូខេក្តៅខ្លួន បាទ មានអារម្មណ៍ថាឈឺដៃឈឺជើង បាទវិប្រតិកម្មក្នុងនេះត្រឡប់មក នោះវាមិនមែនជាបញ្ហាទេ បាទ តែវាគឺជាដំណើរនៃការធ្វើការរបស់ផលិតផលទេលើកទឹកចិត្តដល់អតិថិជនឬក៏បងប្អូនណាប្រើផលិតផលមានអាការៈបែបហ្នឹងកុំមានការបារម្ភ បាទ បន្តនៃការប្រើហើយញ៉ាំទឹកក៏បានច្រើន បាទ បាទនេះចំណុចទី1និយាយពីផលិតផល បាទ បាទចំណុចទី2និយាយអំពីប្រព័ន្ធអាជីវកម្ម បាទ គ្មានដៃគូអាជីវកម្មណាដែលចុះឈ្មោះហើយទៅធ្វើតាមរបៀបឬក៏ក្បួនខ្នាត បាទ អូខេនៃប្រព័ន្ធអាជីវកម្មយើងណែនាំហើយมันបានផលនោះទេ បាទ បានផលទាំងអស់ បានផលទាំងអស់ យ៉ា ឲ្យតែគាត់ធ្វើតាមរូបមន្ត ឲ្យតែគាត់ទៅធ្វើតាមរូបមន្ត បាទ តែបើសិនគាត់ចុះឈ្មោះហើយអត់ទៅធ្វើ បាទ ឬក៏ទៅធ្វើមិនទៅតាមរូបមន្ត បាទ មានអ្នកខ្លះក៏អត់មានលទ្ធផលមែន បាទ ប៉ុន្តែវាមិនចម្លែកទេ បាទ បាទបើសិនជាបងប្អូនណាចង់បានលទ្ធផលគ្រាន់តែអូខេមករៀនអំពីរបៀបនៃការគិតរបៀបនៃការធ្វើហើយទៅធ្វើឲ្យបានត្រឹមត្រូវតាមរូបមន្តទៅនឹងបានផល បាទដោយបងប្អូនយើងមួយចំនួន បាទ គាត់មានចំណូលពាន់ដល់$10,000ដោយសារតែ ប្រព័ន្ធអាជីវកម្មនេះ ប្រព័ន្ធអាជីវកម្មមួយហ្នឹង បាទ បាទ ប៉ុន្តែពួកគាត់ឆ្លងកាត់ការរៀនហើយយកទៅធ្វើ រៀនហើយទៅធ្វើ បាទអូខេអញ្ចឹងជាសំណួរចុងក្រោយបាទដោយសារតែពេលវេលារបស់យើងក៏
hình du đây hay từng cái chị chơi kia nhưng cái đáp phô được miếng này các bạn cha tại căn project cái đôi chân nhẹ tam đàn ở kia đi kiaสมมุติจังក្រោយគឺថាចប់ប្រសិនបើគាត់អត់ចេះសោះមានន័យថាគាត់ចង់ចូលមកក្នុង business របស់ក្រុមហ៊ុន Dynamics Global ប៉ុន្តែគាត់អត់ចេះតលេសោះមកប៉ុន្តែបងបានលើកឡើងថាឲ្យគាត់រៀនតើនៅក្នុង Dynamics Global មានប្រព័ន្ធសញ្ញាបណ្ដុះបណ្ដាលពីរបៀបគិតរបៀបធ្វើមុខជំនួយនេះតាំងពីចំណុចចាប់ដើមរហូតដល់បង្កើតអត់ផលដែរឬទេហើយបងអាចបង្ហាញជាសក្ខីភាពថាសម្រាប់អ្នកដែលបានចូលក្នុងប្រព័ន្ធនេះមកដល់មកនេះលទ្ធផលរបស់គាត់ទទួលបានយ៉ាងម៉េចដែរ អូខេបាទចំណុចនេះគឺជាចំណុចសំខាន់អូខេមានបងប្អូនខ្លះគាត់ចង់ធ្វើជាអ្នកអាជីពឬក៏អ្នកជំនួញពីផ្សារពហុកម្រិតនឹងដែរតែគាត់មានការបារម្ភគាត់អត់ចេះហ្នឹងហើយអូខេបាទ រហូតបងប្អូនខ្លះគាត់មិនត្រឹមតែមិនចេះរបៀបនៃការគិតរបៀបនៃការធ្វើជំនួញទេសម្បីតែអក្សរក៏គាត់អត់ចេះទៀតបាទមានអូខេក៏ប៉ុន្តែខ្ញុំសូមជម្រាបជូនទៅដល់បងប្អូនទាំងអស់បានជឿថាអាជីវកម្មមួយនេះអូខេជាពិសេស Dynamics Global បងប្អូនកុំមានការបារម្ភបាទបងប្អូនមានចំណេះដឹងស្រាប់ល្អបងប្អូនមិនមានចំណេះដឹងនៃការធ្វើអាជីពមួយហ្នឹងក៏មិនបញ្ហាបាទពីព្រោះថាក្រុមហ៊ុន Dynamics Global មាននៅប្រព័ន្ធបណ្ដុះបណ្ដាលមួយបាទដែលអាចជួយឲ្យបងប្អូនមានការយល់ដឹងអំពីរបៀបគិតនិងរបៀបធ្វើអាជីពមួយនេះបានយ៉ាងត្រឹមត្រូវល្អអត់ខ្ចោះបាទសំខាន់បងប្អូនចូលចិត្តរៀនដែរឬក៏អត់បាទគេថាអត់ចេះមិនបញ្ហាបាទតែអត់រៀនទេទើបបញ្ហាយ៉ាអញ្ចឹងបើសិនបើបងប្អូនគ្រាន់តែមិនចេះតែបងប្អូនចង់រៀនឬក៏អាចរៀនបានសូមបងប្អូនកុំមានការបារម្ភបងប្អូនមករៀនសិនក៏បានដែរបាទចាំចេះចាំដឹងចាំចេញដំណើរទៅធ្វើក៏បានដែរបាទយើងមិនមានការឆាច់លុយទេបាទជាទូទៅបទពិសោធន៍ដែលបងជួបការលំបាកសម្រាប់សមាជិកដែលគាត់ចាប់ផ្ដើមជាមួយនឹង business ហើយគាត់ទៅធ្វើជាមកហើយជាមួយនឹងអ្នកដែលគាត់រៀនតើបងមើលឃើញថាលទ្ធផលរបស់ពួកគាត់ទាំងពីរមួយណាទទួលបាននៅភាពយូរអង្វែងហើយបានភាពជីវិតមានល្អជាងពីព្រោះខ្ញុំគិតថាអ្នកខ្លះគាត់សម្រាប់ចិត្តចូលក្នុងជំនួញគាត់ចាប់ដើមចូលភ្លាមគាត់ទៅធ្វើសកម្មភាពតែម្ដងមិនទាន់ទាំងតែគាត់មិនទាន់ស្វែងយល់ប៉ុន្តែគាត់យល់នៅអ្វីដែលគាត់បានយល់គាត់បានសិក្សាពីប្រព័ន្ធនេះមួយទៀតអ្នកខ្លះទៀតគាត់ចាប់ដើមជំនួញហើយគាត់ចាប់ដើមរៀនសូត្រមួយសប្តាហ៍ឬក៏រៀនសូត្រមួយថ្ងៃពីរថ្ងៃហើយគាត់យកអាមេរៀនហ្នឹងទៅអនុវត្តតើរវាងអ្នកទាំងពីរ A និង B នេះតើមួយណាដែលនឹងរំពឹងថានឹងទទួលបានលទ្ធផលនៅថ្ងៃខាងមុខតាមរយៈបទពិសោធន៍បងផ្ទាល់តែម្ដងអូខេបាទកន្លែងនេះក៏ជាចំណុចសំខាន់ដែរខ្ញុំយល់ឃើញថាអីក៏ដោយឲ្យតែពេកគឺវាមិនល្អទេបាទចុះឈ្មោះភ្លាមយើងលឿនក្នុងការទៅធ្វើសកម្មភាពពេកបាទហើយអូខេការដែលយើងទៅធ្វើលឿនពេកនេះដោយមិនបានឆ្លងកាត់នៃការរៀននេះបាទអូខេយើងប្រឈមជាមួយនឹងការដែលមិនទទួលបានលទ្ធផលល្អច្រើនមែនទែនគេជួបបញ្ហាជួបឧបសគ្គច្រើនមែនទែនបាទរហូតដល់ធ្វើឲ្យមានការបាក់ទឹកចិត្តក៏មានដែរបាទមួយទី2បងប្អូនខ្លះគាត់មាននៅគេហៅថាជំនឿជាក់ចំពោះខ្លួនឯងខ្លាំងពេកថាខ្លួនឯងនឹងរៀនច្រើនណាកន្លងមកហ្នឹងបាទអូខេរៀនដល់បរិញ្ញាបត្រអនុបណ្ឌិតដល់បណ្ឌិតហើយបាទដូច្នេះហើយមិនចាំបាច់ទៅរៀនអីជាមួយនឹងបងប្អូនក្មេងៗនៅក្នុងអាជីវកម្មមួយហ្នឹងឯងបាទគាត់មានមោទនភាពចំណេះដឹងខ្លួនឯងពេកបាទអញ្ចឹងគាត់ក៏ចេញទៅធ្វើបាទតែមានណាអាជីវកម្មមួយហ្នឹងអូខេចំណុចខ្លះมันអាចយកចំណេះដឹងខាងក្រៅមកអនុវត្តបានទេវាទាមទារឲ្យយើងមានចំណេះដឹងអូខេយកចំណេះដឹងដែលពាក់ព័ន្ធនៅក្នុងអាជីពនេះទៅអនុវត្តទើបបានលទ្ធផលបាទដូច្នេះសូមលើកទឹកចិត្តដល់បងប្អូនដែលចង់បានលទ្ធផលមិនថាបងប្អូនចេះឬក៏ចេះច្រើននោះទេសូមកុំលឿនពេកកុំមានមោទនភាពជាមួយនឹងចំណេះដឹងដែលខ្លួនឯងមានខ្លាំងពេកអូខេដល់ថ្នាក់មិនចូលរៀនមិនចូលស្វែងយល់អំពីរបៀបធ្វើនៅក្នុងអាជីវកម្មនេះ
អូខេជាមួយនឹងថ្នាក់ដឹកនាំជាមួយនឹងក្រុមហ៊ុនដែលបានរៀបចំចែករំលែកបណ្ដុះបណ្ដាល បាទ អូខេកន្លែងនេះគឺសំខាន់ បាទបាទ បាទ អូខេអរគុណច្រើនមែនតើបងសម្រាប់ការចូលរួមជាវាគ្មិននៅក្នុងថ្ងៃនេះហើយក៏បានចែករំលែកទាំងពីចំណេះដឹងទាំងពីបទពិសោធន៍និងចំណុចសំខាន់ជាច្រើនទាក់ទងជាមួយនឹងអាជីវកម្មពហុកម្រិតហើយជាពិសេសគឺបានរំលេចនិងសង្កត់អំពីការសម្រេចចិត្តនៃការជ្រើសរើសជាមួយនឹងក្រុមហ៊ុន Dynix Global មើលឃើញពីភាពវិជ្ជមានក៏ដូចជាបានសង្កត់ធ្ងន់នៅចំណុចចុងក្រោយគឺសម្រាប់បងប្អូនអ្នកគ្នាដែលចង់ជោគជ័យក្នុងអាជីពទីផ្សារបណ្ដាញត្រូវតែសម្របខ្លួនរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុនពីព្រោះក្រុមហ៊ុនមួយមានគោលការណ៍នៃការដឹកនាំនិងរបៀបនៃការធ្វើការរបស់គេមួយបើមិនយើងចង់បានលទ្ធផលយើងត្រូវតែទទួលការរៀនសូត្រនិងទទួលការណែនាំចេញពីក្រុមហ៊ុនទៅមុនពេលដែលយើងទៅធ្វើសកម្មភាពជៀសវាងការធ្វើសកម្មភាពខុសបាក់ទឹកចិត្តធ្វើឲ្យយើងមានការខាត់បងទាំងពីពេលវេលាអារម្មណ៍ផ្លូវចិត្តរបស់យើងបន្ថែមទៀតអូខេអញ្ចឹងយើងសម្រាប់កម្មវិធីរបស់យើងថ្ងៃនេះក៏ចូលមកដល់ទីបញ្ចប់ហើយបងមានអីជាផ្សារផ្ញើទៅកាន់ប្រិយមិត្តចុងក្រោយបងអាចធ្វើការផ្សព្វផ្សាយជូនទៅកាន់ពួកគាត់បានបាទជាដំបូងសូមអរគុណដល់លោកប្រធានហើយនិងអរគុណដល់បងប្អូនដែលបានតាមដាននៅវីដេអូមួយនេះហើយក៏សូមលើកទឹកចិត្តដល់បងប្អូនដែលមានបំណងចង់អភិវឌ្ឍបទពិសោធន៍និងចំណេះដឹងបន្ថែមចង់សាងប្រាក់ចំណូលបន្ថែមចង់មានសេរីភាពពេលវេលាច្រើនជាងនេះហើយចង់មាននៅសេរីភាពពេលវេលាថ្ងៃអនាគតបាទសូមបើកចិត្តសិក្សាស្វែងយល់អំពីអាជីវកម្មពហុកម្រិតជាមួយនឹងក្រុមហ៊ុនណាដែលគិតថាជាក្រុមហ៊ុនស្តង់ដារគេផ្ញើវាសនាជាមួយនឹងក្រុមហ៊ុននោះបានដោយយកចិត្តទុកដាក់ហើយចាប់ផ្ដើមធ្វើវាបាទអរគុណច្រើនបាទជំរាបលាបាទជំរាបលាអូខេអរគុណបាទ